កូនជាងកាប់មេជាងជួសជុលរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់រត់ពីខណ្ឌរិស័យកែត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌ7មករាភ្នំពេញសមត្ថកិច្ចនគរបាលខណ្ឌរិស័យកែឃាត់ខ្លួនបរមអ្នកដែលប្រាហឹង្សាដោយចេតនាមានសានងន់ទោសប្រើប្រាស់កំបិតបាំងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ករណីកាត់ហេតុខាងលើនេះកាត់ហេតុនៅថ្ងៃទី17ខែមីនាឆ្នាំ2025នៅត្រង់ចំណុចការ៉ាសជួសជុលរថយន្តយីហោបូពីអាស៊ីផ្លូវ598ក្រុម3ភូមិពោពីសង្កាត់ទួលសង្កែទី2ខណ្ឌរិស័យកែរាជធានីភ្នំពេញសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនរងគ្រោះដែលមានឈ្មោះថាសាវឿនអាយុ48ឆ្នាំជនជាតិខ្មែរមុខរបរជាមេការជួសជុលរថយន្តដែលមានទីលំនៅនៅភូមិសំរោងក្រោមសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបណ្ដាលឲ្យរងរបួសធ្ងន់ចំណាយជនសង្ស័យដែលមានឈ្មោះថាបឋមនុតអាយុ25ឆ្នាំហើយជនជាតិខ្មែរមានទីលំនៅនៅផ្លូវ198ភូមិពងពាយសង្កាត់ទួលសង្កែទី2ខណ្ឌរិស័យកែរាជធានីភ្នំពេញរួមមានសារធាតុញៀនវត្ថុតាងដកហូតរួមទាំងកាបិតបាំងតោដងឈើមួយដើមផងដែរបច្ចុប្បន្នជនសង្ស័យក៏សាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីនៃច្បាប់